តោះនៅជាអុកសាប់យើងហ្នឹងហើយតិចបើអាយអុកសាប់អត់ដឹងចិនលាក់ option ខ្លះទៅ option ខ្លះយើងចាំបាច់ចូល setting យើងចុចនៅនេះបានណាហ្នឹងហើយអញ្ចឹងវាមានស្អីខ្លះបិទកញ្ចក់បិទអីសេរីអីអញ្ចឹងទៅក្អីអ្នកបើកបរតែនេះតើតែមាន account បើកកើតប៉ុន្តែមាន option ខ្លះទៀតវាលាក់បងប្អូនបាទហ្នឹងអញ្ចឹងដើម្បីបើកវាមកវិញបងប្អូនចុចនេះ edit នេះមកបាទតោះទៀតបងប្អូនអូសមកក្រោមនេះឃើញនេះចឹងវាមានអានេះបិទ screen បាទអានេះ ambient light អញ្ចឹងណាអានេះភ្លើងក្នុងឡានអញ្ចឹងទៅអានេះបើលាងឡានអូតូបាទលាងឡានអូតូហ្នឹងពេលដែលយើងទៅស្ថានីយ៍លាងរថយន្តណាអាហ្នឹងហើយវាមុខងារហ្នឹងគឺយើងចុចទៅយើងនៅក្នុងឡានហើយឡានវានឹងបិទកញ្ចក់នឹងក្តោបកញ្ចក់អីឲ្យហើយអញ្ចឹងអានេះយើងនឹងខ្ញុំនឹងធ្វើវីដេអូបង្ហាញបន្ថែមទៀតបាទហើយនឹងការជិះរ៉ាអូខេអីគឺយើងអាចដាក់ shortcut នៅនេះបានដែរបាទហ្នឹងហើយនេះ screen ពលឺ screen តូចបាទនេះយើងដាក់ពេលដែលយើងឡានយើងត្រូវស្ទូចឬក៏លើកដាក់លើឡានស្ទូចនេះយើងដាក់វាទៅបាទហើយនេះក្អីអ្នករួមដំណើរសេរីក្អីពីច្រើនបងប្អូនយើងគាត់រកនឹងអត់ឃើញអញ្ចឹងពេលដែលអ្នករួមដំណើរចង់សេរីក្អីយើងតោះចូល setting តោះយើងចូលនៅក្នុងនេះតោះនេះតែចូលនៅក្នុងនេះមកអីសេរីអានេះអញ្ចឹងទៅអញ្ចឹងវាពិបាកយើងស្មុគស្មាញបាទអញ្ចឹងបើយើងចង់ស្រួលយើងបងប្អូនយើងដាក់វានៅលើនេះមកបាទយើងចុចបូកនេះមកហ្នឹងហើយអញ្ចឹងពេលដែលគាត់សេរីក្អីគឺគាត់អុំមកគាត់មាននេះចុចទៅលើនេះចុចបាននេះបាទអញ្ចឹងវាងាយមិនពិបាកយើងរាវនៅក្នុង setting ណាបាទអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេមកណែនាំបងប្អូនពីការបើកនិងដាក់ shortcut នៅលើ screen នេះបាទ